ការពិតទៅខ្ញុំធ្លាប់ទទួលបានសំណួរមួយពីប្អូនដែលគាត់បានសរសើរថាបងឯងជាអ្នកនិពន្ធដែលអស្ចារ្យដែលពិសេសខ្ញុំចង់ធ្វើដូចជាបងឯងមែនតើហ្មងការពិតមែនតើទៅខ្ញុំក៏ធ្លាប់ប្រាប់គាត់ដែរថាមិនបាច់ចង់ដូចបងទេព្រោះបើដូចបងវាពិតជាពិបាកខ្លាំងណាស់ព្រោះដោយសារបងគឺជាមនុស្សដែលអត់មានប៉ាម៉ាក់ហើយការខំប្រឹងរបស់បងគឺទ្វេគុណមានន័យថាជាធម្មតាអ្នកខ្លះគាត់មានការងារពីម៉ោង8ដល់ម៉ោង5ល្ងាចគឺគាត់ចប់ហើយក៏អ្នកខ្លះទៀតក៏មានការងារក្រៅលក់អនឡាញបន្ថែមអញ្ចឹងបើសិនជាធ្វើជាបងត្រូវសរសេររឿងផងត្រូវទៅធ្វើការផងត្រូវបែងចែកម៉ោងសម្រាកត្រូវបែងចែកពេលវេលាអត់ទុកពេលវេលាឲ្យខ្លួនឯងទំនេរច្រើនហើយពិតជាហត់មែនតើហត់ខ្លាំងហត់ថ្ងៃខ្លះមានអារម្មណ៍ថាតើថ្ងៃហ្នឹងយើងខំប្រឹងដើម្បីអីចុះស្អែកយើងត្រូវធ្វើអីបន្តតើការខំប្រឹងទាំងអស់ហ្នឹងហុចផលឲ្យយើងមកវិញអត់អាហ្នឹងឯងជាអ្វីដែលជាខ្ញុំនៅពេលនេះហើយបើសួរទៀតថាចុះបើហត់អញ្ចឹងបែងខំធ្វើអីដោយបញ្ជាក់ខាងដើមអញ្ចឹងដោយសារខ្ញុំអត់មានប៉ាម៉ាក់អញ្ចឹងទៅបានជាការខំប្រឹងរបស់ខ្ញុំនឹងវាធ្វើគុណហើយខ្ញុំពិតជាហត់ពិតជាចង់សម្រាកប៉ុន្តែខ្ញុំយកការសម្រាកហ្នឹងរយៈពេលខ្លីបានហើយព្រោះខ្ញុំដឹងថាបើសិនជាខ្ញុំសម្រាកយូរអត់មានអ្នកគេមកជួយខ្ញុំក្រៅពីខ្ញុំខ្លួនឯងទេអញ្ចឹងហើយបានជាខ្ញុំព្យាយាមក្រោកឈរព្យាយាមធ្វើអ្វីដើម្បីខ្លួនឯងឲ្យបានច្រើនហើយខ្ញុំស្រឡាញ់ខ្លួនឯងច្រើនណាស់អ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងនោះមិនមែនធ្វើអីឲ្យសុបាយឬក៏ហួសហេតុពេកទេមានន័យថាខ្ញុំស្រឡាញ់ការខំប្រឹងខ្លួនឯងខ្ញុំស្រឡាញ់អ្វីដែលខ្លួនឯងបានធ្វើខ្ញុំស្រឡាញ់អ្វីដែលខ្លួនឯងបានផ្ដល់ឲ្យខ្លួនឯងសូម្បីទាំងពេលវេលាពេលទនេក៏ខ្ញុំអាចផ្ដល់ឲ្យខ្លួនឯងខ្ញុំហ្នឹងនៅផលប្រយោជន៍មួយចំនួនដែរឧទាហរណ៍ដូចខ្ញុំទនេពីការងារសៅរ៍អាទិត្យគឺខ្ញុំចូលហាងកាហ្វេដើម្បីអង្គុយអានអង្គុយមើលរឿងបើកកុំព្យូទ័រត្រៀមសរសេររឿងថ្មីត្រៀមស្វែងយល់បទពិសោធន៍ឬក៏ការងារផ្សេងដែលទាក់ទងនឹងជំនាញហើយវាគឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ខ្ញុំហើយបន្ទាប់ពីខ្ញុំ stress ខ្ញុំគ្រាន់តែដេកហើយស្ដាប់ចម្រៀងស្ដាប់ធម៌និងទៅមើលកុនក៏វាជាថ្នាំមួយដើម្បីឲ្យដាស់តឿនខ្ញុំកុំឲ្យវា stress កុំឲ្យវាហត់នឿយខ្លាំងពេកអញ្ចឹងណាហើយខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាថាកុំព្យាយាមចង់ដូចអ្នកដទៃព្រោះដូចអ្នកដទៃយើងក៏ដឹងថាអ្នកដទៃហ្នឹងគាត់ជោគជ័យកម្រិតណាហើយគាត់ខំប្រឹងកម្រិតណាយើងសុខចិត្តធ្វើជាខ្លួនឯងយើងប៉ុន្តែខំប្រឹងនៅលើវិថីដែលយើងចង់ដើរមិនថាជាអ្នកនិពន្ធមិនថាជាការងារអីទាំងអស់បើសិនជាយើងធ្វើជាខ្លួនឯងយើងអាចនឹងជួបរឿងល្អច្រើនជាងអ្នកដទៃដែលបានជួបហើយនៅពេលដែលយើងជួបបញ្ហាយើងនឹងរៀនដោះស្រាយវាហើយបើសិនជាយើងចង់ទៅធ្វើជាអ្នកដទៃនៅពេលដែលយើងជួបបញ្ហាគឺយើងអត់ដឹងដោះស្រាយមិនទេព្រោះយើងអត់ដឹងថាអ្នកដទៃហ្នឹងគេដោះស្រាយបែបណាអញ្ចឹងទៅព្យាយាមធ្វើជាខ្លួនឯងឲ្យសុបាយបំផុតហ្មងអរគុណ